បន្ទាប់ពីវីដេអូផ្ទុះខ្លាំងតើអត្ថប្រយោជន៍បានអីខ្លះអាហ្នឹងតែផ្ទុះហើយគឺមានអត្ថប្រយោជន៍ដល់បងប្អូនអរគ្នារឿងដែលនឹកស្មានមិនដល់នោះពេលខ្ញុំចេញមកក្រៅគឺបងប្អូនស្គាល់បងប្អូនហៅអីចឹងក្នុងនាមយើងបានចែករំលែកដល់ពួកគាត់ចឹងថាមើលវីដេអូអូនមើលវីដេអូបងចេះតាមអូនចុចនេះចឹងក៏យើងមានអារម្មណ៍សប្បាយចិត្តហើយបន្ទាប់មកគឺពួកគាត់មកជួយគ្រប់គ្រងយើងបងតែពេលដែលគេស្គាល់ច្រើនគឺអត្ថប្រយោជន៍ធ្វើឲ្យយើងលក់ដាច់ជាងមុនហើយអ្វីដែលសំខាន់ទៀតឲ្យអតិថិជនគាត់មានទំនុកចិត្តហើយក្នុងនឹងផងដែរមិនមែនមានតែទំនុកចិត្តហើយយើងមិនមានទំនួលខុសត្រូវទេគឺទំនួលខុសត្រូវគឺពេញទីតែម្ដងធម្មតាយើងគឺជាមនុស្សរបស់មហាជនដែលមហាជនរាប់លានអ្នកបានឃើញយើងគឺយើងត្រូវតែមានទំនួលខុសត្រូវបើមិនយើងអត់ទំនួលខុសត្រូវវាចប់ហើយទម្រង់វីដេអូនៅក្នុង Facebook នៅពេលដែលយើងថតមួយគឺយើងអាចបង្ហោះបាន2 3យ៉ាងដែរផង TikTok ផងទាំង Reel ផងដែរការលក់កាន់តែដាច់ធម្មតាគឺយើងសប្បាយចិត្តហើយក្នុងនោះផងដែរខ្ញុំនៅតែរំលឹកដល់បងប្អូនថាសង្គ្រាមឈ្លានពានខ្មែរថៃគឺជាបញ្ហារីឯពហិការខ្ញុំនៅតែអំពាវនាវបងប្អូនគឺពហិការមួយជីវិតតែម្ដងគឺកាន់តែល្អដោយសារតែរបស់ប្រើប្រាស់គឺខ្មែរយើងបកកែបងប្អូនអរគ្នាគឺតាំងពីចុងសក់រហូតដល់ចុងជើងគឺខ្មែរយើងគឺធ្វើបានអស់ហើយចំពោះការប្រើប្រាស់មិនមែនថាទាំងបងប្អូនអរគ្នាសូម្បីតែខ្ញុំក៏ត្រូវផ្លាស់ប្ដូរដែរគឺប្រើប្រាស់តែរបស់ខ្មែរគឺទិញតែរបស់ខ្មែរគឺយកមកប្រើតែម្ដងគឺរបស់ប្រើប្រាស់យើងទាំងអស់គ្នាគឺជឿទុកចិត្តទៅលើបងបរិយាកងទ័ពនិងរាជរដ្ឋាភិបាលហើយខ្មែររួមគឺខ្មែរខ្លាំងអញ្ចឹងកន្លែងនេះtôiចង់បញ្ជាក់កន្លែងហ្នឹងខ្ញុំសង្ឃឹមថាក្តីសម័យរបស់ខ្ញុំក៏ដូចជាក្តីសម័យរបស់បងប្អូនទាំងអស់គ្នាដែរជាពិសេសគ្រប់គ្រងអ្វីដែលជារបស់ខ្មែរស្រឡាញ់ស្នាដៃកូនខ្មែរស្រឡាញ់ឡៅលីនបាទសូមអរគុណចាសូមអរគុណ